នៅសល់មិនប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនឹងឈានចូលមកដល់តើបងប្អូនទាំងអស់គ្នាមានគម្រោងទៅលេងទីណាខ្លះនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាបជាមួយនឹង Toyota Corolla Cross HEV ទៅទស្សនាប្រាសាទបុរាណដ៏ស្រស់ស្អាតភ្លក្សម្ហូបអាហារឆ្ងាញ់ៗគយគន់ទេសភាពធម្មជាតិនិងស្រូបយកខ្យល់អាកាសបរិសុទ្ធសម្រាប់ទីតាំងដំបូងនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារពីរនៅទិសខាងកើតនៃអតីតក្រុងអង្គរធំដែលគេហៅថាក្លោងទ្វារខ្មោចបរិយាកាសនៅទីនេះស្ងប់ស្ងាត់ល្អនិងសម្បូរទៅដោយរុក្ខជាតិពណ៌បៃតងហើយក៏ជាទីតាំងល្អសម្រាប់អ្នកដែលចូលចិត្តថតរូបដែលមានទេសភាពធម្មជាតិលាយឡំជាមួយនឹងសំណង់ស្ថាបត្យកម្មបុរាណបើនិយាយពីផ្លូវចូលក្លោងទ្វារនេះវិញជាផ្លូវដីហើយរៀងរដាក់រដុបបន្តិចប៉ុន្តែជាមួយនឹង Toyota Corolla Cross HEV ដែលមានបំពាក់មកជាមួយនឹងគ្រោងឆ្អឹង TNGA ធ្វើឲ្យរថយន្តទាំងមូលកាន់តែរឹងមាំខ្លាំងនិងផ្ដល់លំនឹងដល់រថយន្តនៅគ្រប់ស្ថានភាពផ្លូវមិនត្រឹមតែប៉ុណ្ណោះបូមរថយន្តត្រូវបានអភិវឌ្ឍឲ្យកាន់តែរស់រវើកដំណើរការបានល្អដើម្បីជួយទប់លំនឹងនិងការបត់បែនរបស់រថយន្តបានគ្រប់កាលៈទេសៈលើសពីនេះទៅទៀតរថយន្តក៏បានបំពាក់មកជាមួយនឹងយ៉ានកង់មានទំហំធំរហូតដល់18អ៊ីងហើយកម្ពស់ពីដីទៅបាតរថយន្តមានរហូតដល់161មីលីម៉ែត្របន្ទាប់ពីដើរលេងនៅក្លោងទ្វារខ្មោចរួចខ្ញុំក៏បានធ្វើដំណើរបន្តទៀតតាមផ្លូវវងតូចក្នុងតំបន់អង្គរទៅកាន់ភូមិព្រះដាក់ដើម្បីទៅរកម្ហូបឆ្ងាញ់ញ៉ាំនៅតាមផ្លូវគឺសម្បូរទៅដោយទេសភាពប្រាង្គប្រាសាទបុរាណនិងធម្មជាតិដើមឈើធំៗខ្ពស់ៗមើលទៅបៃតងខៀវស្រងាត់ត្រជាក់ភ្នែកហើយកាន់តែពិសេសរថយន្តនេះក៏បានបំពាក់មកជាមួយនឹងប្រភេទដំបូលកញ្ចក់ដែលអាចបើកពីមុខដល់ក្រោយធ្វើឲ្យពន្លឺធម្មជាតិចូលមកក្នុងរថយន្តនិងអាចមើលឃើញទេសភាពផ្នែកខាងលើបានទៀតផងក្រោយពីបានជិះមើលទេសភាពក្នុងតំបន់វងតូចហើយខ្ញុំក៏បានមកដល់ភូមិព្រះដាក់ដែលបងប្អូនភាគច្រើនបានស្គាល់ហៅថាភូមិនេះមានភាពល្បីល្បាញខាងម្ហូបអាហារឆ្ងាញ់ៗសម្បូរបែបជាមួយនឹងនំហើយនិងបង្អែមខ្មែរជាច្រើនមុខដូចជានំអាកោត្នោតដែលធ្វើថ្មីក្តៅមានរសជាតិឈ្ងុយឆ្ងាញ់ប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិជាពិសេសនោះគឺផ្លែត្នោតដែលបានដាំដុះនៅក្នុងភូមិនេះដោយផ្ទាល់ទើបធ្វើឲ្យនំនេះមានក្លិនឈ្ងុយគួរឲ្យចង់ហូបនៅពេលដែលធ្វើដំណើរកាត់ម្ដងហើយក៏ធ្វើឲ្យខ្ញុំនេះទ្រាំនឹងក្លិនឈ្ងុយមិនបានក៏ទិញបាននំប្រមាណប្រអប់ដែរហើយនៅពេលដែលកាន់អវ៉ាន់ច្រើនបែបនេះអត់មានដៃទំនេរអាចបើកទ្វារខាងក្រោយបានទេប៉ុន្តែ Toyota Corolla Cross HEV ក៏មានសមត្ថភាពអាចបិទបើកទ្វារក្រោយតាមរយៈកាយវិការបានផងដែរដែលគ្រាន់តែមានសោនៅជាប់ខ្លួនហើយក៏វាជើងឲ្យក្បែរ sensor នៅខាងក្រោមរថយន្តនោះទ្វារក្រោយនឹងបើកដោយខ្លួនឯងឥឡូវនេះក៏មានអារម្មណ៍ថាដូចជាឃ្លានហើយដែរព្រោះដល់ម៉ោងថ្ងៃត្រង់អញ្ចឹងខ្ញុំក៏បានមកញ៉ាំជ្រូកអាំងទឹកឃ្មុំដែលនៅមិនឆ្ងាយពីកន្លែងលក់នំអាកោត្នោតប៉ុន្មាននោះទេហើយក្រៅពីម្ហូបអាហារដ៏ឆ្ងាញ់ទាំងអស់នេះបងប្អូនក៏អាចឃើញពីការរស់នៅរបស់ប្រជាជនទេសភាពដ៏ស្រស់ស្អាតនិងការរៀបចំលំនៅឋានបែបខ្មែរដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនាជារៀងរាល់ថ្ងៃបន្ទាប់ពីហូបបាយថ្ងៃត្រង់រួចខ្ញុំក៏បានបន្តដំណើរទៅកាន់ស្រុកបន្ទាយស្រីដើម្បីទៅទស្សនាបឹងឈូកបន្ទាយស្រីនិងប្រាសាទបន្ទាយស្រីការធ្វើដំណើរជាមួយនឹង Toyota Corolla Cross HEV មានការសន្សំសំចៃខ្ពស់ដោយសារតែឡាននេះប្រើប្រាស់ប្រព័ន្ធ Hybrid ចំនួនទី4សំឡេងស្ងាត់ល្អនៅពេលបើកបរនិងភ្ជាប់មកជាមួយប្រអប់លេខស្វ័យប្រវត្តិប្រភេទ CVT មិនត្រឹមតែប៉ុណ្ណោះក៏អាចផ្លាស់ប្ដូរម៉ូដពីធម្មតាទៅជា Eco Mode ឬក៏ Sport Mode ឬ EV Mode ក៏បានដែរបន្ថែមពីលើនេះទៀតឡាននេះក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបដូចជាប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិប្រព័ន្ធជំនួយរក្សាគន្លងផ្លូវប្រព័ន្ធកំណត់ល្បឿនថេរប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធទប់លំនឹងនិងពងសុវត្ថិភាពចំនួន7ផងដែរក្រៅពីនេះ Toyota Corolla Cross HEV ក៏មានបំពាក់កាមេរ៉ា record មុខក្រោយនិងកាមេរ៉ា360ដឺក្រេមួយជុំផងដែរធ្វើឲ្យការបើកបរកាន់តែមានភាពងាយស្រួលក្រោយពីធ្វើដំណើរជាង20គីឡូម៉ែត្រពីភូមិព្រះដាក់ខ្ញុំក៏បានមកដល់សហគមន៍បឹងឈូកបន្ទាយស្រីដែលនៅទីនេះមានការរៀបចំបានល្អមានកញ្ចុះអង្គុយលេងអង្គុយញ៉ាំអាហារលើទឹកដែលមានបងទូកសហគមន៍នៅទីនេះជូនពួកយើងទៅមកហើយពួកគាត់ក៏មានផ្ដល់ជូនជាអាវពោងសម្រាប់ពាក់ការពារសុវត្ថិភាពនៅពេលជិះទូកផងដែរក្រៅតែពីលេងទឹកនិងញ៉ាំអាហារនៅទីនេះបងប្អូនក៏អាចឲ្យបងទូកសហគមន៍នៅទីនេះគាត់ជូនទៅទស្សនាទេសភាពជុំវិញបឹងឈូកនិងទៅមើលសត្វស្លាបជាច្រើនក្បាលដែលរស់នៅក្នុងតំបន់នេះបានផងដែរហើយគោលដៅចុងក្រោយរបស់ខ្ញុំសម្រាប់ថ្ងៃនេះគឺទៅទស្សនាប្រាសាទបន្ទាយស្រីដែលជាប្រាង្គប្រាសាទបុរាណដ៏ស្រស់ស្អាតនិងមានភាពល្បីល្បាញក្នុងតំបន់អង្គរប្រាសាទនេះកសាងឡើងនៅក្នុងគ្រិស្តសករាជ967ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនាចំណុចដែលធ្វើឲ្យប្រាសាទបន្ទាយស្រីល្បីខ្លាំងគឺចម្លាក់ក្បូរក្បាច់មានភាពលម្អិតខ្លាំងឆ្លាក់លើថ្មពណ៌ផ្កាឈូកបន្ថែមពីការទស្សនាប្រាសាទបងប្អូនក៏គួរតែឆ្លៀតមកទស្សនាមជ្ឈមណ្ឌលបកស្រាយព័ត៌មានវប្បធម៌ដើម្បីស្វែងយល់ពីព័ត៌មានផ្សេងៗទាក់ទងជាមួយនឹងប្រវត្តិសាស្ត្ររចនាបថរូបចម្លាក់និងព័ត៌មានផ្សេងៗទៀតទាក់ទងជាមួយនឹងតំបន់អង្គរ
ហើយមុខងារពិសេសមួយទៀតដែល Toyota Corolla Cross HEV មានគឺមុខងារ Smart Entry System ដែលធ្វើការបើកទ្វារដោយមិនចាំបាច់ចុច Unlock ដែលគ្រាន់តែមាន sound នៅជាប់ខ្លួនគឺអាចធ្វើការបើកបានហើយអរគុណចំពោះការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាឆាប់ៗនៅសៀមរាបថ្ងៃចូលឆ្នាំ